ដឹងថាខ្លួនឯងមិនចេះវាគឺជារឿងល្អតែបើច្រឡំថាខ្លួនឯងគឺជាអ្នកចេះគឺជាបញ្ហាដឹងថាខ្លួនឯងល្ងងខ្លៅគឺជារឿងល្អតែបើមិនប្រឹងរៀនសូត្រនោះទេនេះគឺជាភាពខ្ជិលច្រអូសលោក Benjamin Franklin គាត់បាននិយាយថាកាលណាបុគ្គលដឹងថាខ្លួនឯងល្ងងមិនមែនជារឿងមួយគួរឲ្យខ្មាស់គេនោះទេតែបើគ្មានចន្ទៈក្នុងការរៀនសូត្រវិញទើបជារឿងដែលគួរឲ្យអាម៉ាស់បំផុតដើម្បីសម្រេចជោគជ័យលើកិច្ចការអ្វីមួយគឺបានមកពីភាពឆ្លាតវៃតែ 1% ប៉ុណ្ណោះរីឯ 99% ទៀតគឺត្រូវពឹងផ្អែកទៅលើការព្យាយាមតស៊ូដែលខ្មែរយើងតែងតែនិយាយថាបើចង់ចេះឲ្យខំរៀនបើចង់មានឲ្យខំរកនេះគឺមានន័យថាគ្មានរបស់ណាធ្លាក់ពីលើមេឃមកឲ្យយើងនោះទេបើយើងមិនខំប្រឹងប្រែងឲ្យខ្លួនឯងរឿងដែលសំខាន់បំផុតនោះគឺយើងត្រូវបណ្ដុះឆន្ទៈដោយខ្លួនឯងពោលគឺចំណងចំណូលចិត្តរបស់ខ្លួនឲ្យមានសិនទើបការប្រឹងប្រែងរបស់យើងនឹងមានភាពល្អប្រសើរឡើងតើការបណ្ដុះបណ្ដាលឆន្ទៈនេះមានន័យយ៉ាងដូចម្តេចការបណ្ដុះឆន្ទៈនេះគឺការចង់ចេះចង់ដឹងការបង្កើតនៅចំណងចំណូលចិត្តរបស់ខ្លួនការចង់ឲ្យខ្លួនឯងមានចំណេះដឹងការចង់មានទ្រព្យសម្បត្តិការចង់មានចង់បាននេះជាដើមនេះគឺជាឆន្ទៈភាពចង់បាននេះហើយដែលហៅថាឆន្ទៈគឺវាជាមេធាមួយសម្រាប់បូករួមផ្សំជាមួយនឹងការប្រឹងប្រែងគឺដើម្បីចាប់យកនូវភាពជោគជ័យសម្រេចនៅវត្ថុបំណងរបស់យើងអ្នកប្រាជ្ញបញ្ញវន្តអ្នកមានបុគ្គលដែលជោគជ័យគឺពួកគេបានផ្ដើមចេញអំពីការបង្កើតនៅឆន្ទៈរបស់ខ្លួនឯងនៅក្នុងការធ្វើទៅលើការងារដែលពួកគេស្រឡាញ់គ្មានការប្រឹងប្រែងណាដែលគ្មានលទ្ធផលនោះទេប្រឹងប្រែងឲ្យអស់លទ្ធភាពជាងសិនទៅតាមច្បាប់ធម្មជាតិគឺវាសុទ្ធតែអាស្រ័យមានហេតុជាដើមទោះបើមានហេតុទើបមានផលជាខាងក្រោយមិនមែនអង្គុយផ្សងសំណាងឬរងចាំផលិតផលដោយគ្មានសកម្មភាពនោះទេយើងត្រូវយល់ថាបើមានហេតុត្រូវតែមានផលគឺមានសកម្មភាពធ្វើយ៉ាងប្រកបលទ្ធផលក៏នឹងហុចអោយយើងតាមក្រោយតែផ្ទុយទៅវិញបើគ្មានហេតុគឺគ្មានសកម្មភាពនៃទង្វើជាក់ស្ដែងទេលទ្ធផលក៏គ្មាននោះដែរមនុស្សយើងសុទ្ធតែអាចទទួលបាននូវការអប់រំដូចគ្នាតែឱកាសដែលត្រូវទទួលបាននូវការអប់រំគឺមិនដូចគ្នានោះទេបើយើងមានឱកាសនៅក្នុងការរៀនសូត្រហើយចូលខិតខំប្រឹងប្រែងតស៊ូព្រោះថាបើគ្មានការតស៊ូព្យាយាមនោះទេគ្មានអ្វីដាក់ហុចឲ្យយើងនោះទេក្នុងនាមជាអ្នករៀនសូត្រត្រូវតែមានពាក្យថាតស៊ូអត់ធ្មត់និងត្រូវចេះសិក្សាដោយខ្លួនឯងរៀនសង្កេតដោយខ្លួនឯងយើងគឺជាអ្នករៀនសូត្រមានពេលខ្លះក៏សប្បាយរីករាយមានពេលខ្លះក៏ជួបរឿងជួចចត់សឹងតែមានគ្រប់រសជាតិជីវិតតែត្រូវចាំថានេះហើយគឺជារឿងដែលយើងត្រូវជួបនៅក្នុងដំណើរនៃជីវិតជាពិសេសនៅក្នុងវ័យដែលយើងត្រូវសិក្សារៀនសូត្រក្រេបជជក់ចូលចំណេះដឹងគឺប្រកបជាមានបញ្ហាជាច្រើនប៉ុន្តែយើងត្រូវចាំថាបញ្ហានេះមិនមែនមានតែយើងទេអ្នកដទៃក៏គេមានបញ្ហារបស់គេដែលត្រូវដោះស្រាយដែរតែខ្លួនយើងផ្ទាល់ក៏មានបញ្ហារបស់យើងសម្រាប់ដោះស្រាយដូច្នេះគ្មាននរណាម្នាក់ដែលអាចដោះស្រាយបញ្ហាដែលយើងជួបក្រៅតែពីខ្លួនយើងនោះទេស្ទាក់ចិត្តលំបាកនៅក្នុងរយៈពេលខ្លីតែស៊ូទ្រាំមិនលំបាកនៅក្នុងរយៈពេលវែង